បាទពីបន្ទប់ផ្សាយរបស់វិទ្យុស្ត្រី FM 103.5 ខ្ញុំបាទរុគង្គសូមជម្រាបសួរអ្នកកញ្ញាលោកស្រីប្រិយមិត្តទាំងអស់កំពុងស្ដាប់ការផ្សាយផ្ទាល់ពីរាជធានីភ្នំពេញនិងប្រិយមិត្តកំពុងស្ដាប់ពីស្ថានីយ៍ផ្សាយបន្តនៅតាមបណ្ដាខេត្តបាទក៏សូមជម្រាបសួរប្រិយមិត្តដែលកំពុងស្ដាប់និងទស្សនាលើបណ្ដាញសង្គម Facebook របស់វិទ្យុស្ត្រីបាទថ្ងៃនេះគឺថ្ងៃសុក្របាទត្រូវនឹងអធិស្ឋានបាទគឺថ្ងៃសុក្រទី28បាទខែមិថុនាគ្រិស្តសករាជឆ្នាំ2024យើងវិលមកជួបគ្នាសាជាថ្មីនៅក្នុងកម្មវិធីវេទិកាស្ត្រីប្រចាំខែនាងកញ្ញាលោកស្រីជាទីរាប់អានបាទមួយរយៈចុងក្រោយកន្លងមកនេះនឹងម្ដងម្កាលដែរយើងឃើញមានការផ្ទុះអាវុធជាបន្តបន្ទាប់នៅកម្ពុជាដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតរួមទាំងបង្កនៅការភ័យខ្លាចដល់ប្រជាពលរដ្ឋបាទមានការងឿងឆ្ងល់ក្នុងចំណោមប្រជាពលរដ្ឋយើងថាតើជនទុច្ចរិតនោះទាំងនោះបានអាវុធមកពីណាបាទតើច្បាប់នៃការគ្រប់គ្រងអាវុធគ្រឿងផ្ទុះគ្រាប់រំសេវត្រូវបានអនុវត្តយ៉ាងដូចម្ដេចតើអ្នកពាក់ព័ន្ធត្រូវធ្វើយ៉ាងណាបន្ថែមទៀតដើម្បីគ្រប់គ្រងការប្រើប្រាស់អាវុធជាតិផ្ទុះនៅកម្ពុជាឲ្យមានប្រសិទ្ធភាពបាទឆ្លើយតបទៅនឹងព្រឹត្តិការណ៍សង្គមក៏ដូចជាការងឿងឆ្ងល់ពីសំណាក់ប្រជាពលរដ្ឋថ្ងៃនេះកម្មវិធីវេទិកាស្ត្រីប្រចាំខែយើងលើកយកប្រធានបទមួយមកជជែកគឺការគ្រប់គ្រងអាវុធជាតិផ្ទុះបាទនៅក្នុងកម្មវិធីយើងទទួលបានការអញ្ជើញចូលរួមជាវាគ្មិនពីរដ្ឋាភិបាលតំណាងរដ្ឋាភិបាលបាទក្រសួងមហាផ្ទៃពីអង្គការសង្គមស៊ីវិលរួមទាំងអ្នកវិភាគព្រឹត្តិការណ៍សង្គមបាទឥឡូវនេះនៅក្នុងបន្ទប់ផ្សាយគឺមានវត្តមានវាគ្មិន4រូបចូលរួមជជែកក្នុងរយៈពេល75នាទីដែលយើងដំណើរការផ្សាយពីម៉ោង3:10នាទីរហូតដល់ម៉ោង4:25នាទីខ្ញុំបាទសូមស្វាគមន៍វាគ្មិននៅក្នុងបន្ទប់ផ្សាយបន្តិចសិនបាទសូមជម្រាបសួរបាទលោកទាំង4រូបអរគុណច្រើនខ្ញុំជឿថាអស់លោកប្រកាសជាមមាញឹកខ្លាំងប៉ុន្តែយ៉ាងណាក៏ដោយគឺផ្ដល់ឱកាសចូលរួមជជែកក្នុងថ្ងៃនេះសង្ឃឹមថានាងកញ្ញាលោកស្រីប្រិយមិត្តបានស្ដាប់បានពិចារណាឬក៏មានចម្ងល់អីចង់ចូលរួមបាទអាចអញ្ជើញទូរស័ព្ទមកកាន់កម្មវិធីលេខទូរស័ព្ទមាន3ខ្សែបាទ012 999 014 015 222 102និង097 85 85 102ហើយប្រិមិត្តដែលកំពុងទស្សនាលើបណ្ដាញសង្គមក៏អាចលើកឡើងជាសំណួរជាមតិយោបល់មកកាន់កម្មវិធីបានដូចគ្នាបាទមានសំណួរឬមតិយោបល់សូមទូរស័ព្ទឥឡូវនេះ012 999 014 015 222 102និង097 85 85 102បាទវិលមកកាន់កម្មវិធីសាជាថ្មីឥឡូវនេះខ្ញុំសូមជូននីតិទៅវាគ្មិនទាំង4រូបណែនាំខ្លួនជូនប្រិយមិត្តបានស្គាល់បាទចាប់ផ្ដើមពីខាងឆ្វេងដៃខ្ញុំទៅបាទសូមជើញបាទសូមអរគុណហើយជាបឋមសូមក្រាបថ្វាយបង្គំព្រះធរៈអនុធរៈគ្រប់ព្រះអង្គហើយសូមគ្រប់លោកសម្របសម្រួលសូមគ្រប់ឯកឧត្តមប្រធាននាយកដ្ឋានហើយនឹងវាគ្មិននៅក្នុងបន្ទប់ផ្សាយនេះទាំងអស់បាទខ្ញុំឈ្មោះអមសំអាតខ្ញុំគឺជានាយកចាត់ការទូតនៃអង្គការលីកាដូបាទអរគុណបាទសូមជើញបន្តបាទសូមជម្រាបសួរបាទសូមជម្រាបសួរគណៈវាគ្មិនទាំងអស់ផងដែរបាទខ្ញុំបាទឈ្មោះបាចាន់រឿនជាបច្ចុប្បន្នជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាជាអង្គការមិនមែនរដ្ឋាភិបាលមួយធ្វើការសិក្សានឹងការបណ្ដុះបណ្ដាលដើម្បីលើកកម្ពស់សិទ្ធិមនុស្សប្រជាធិបតេយ្យសន្តិភាពនិងការវិវត្តប្រកបប្រជាភាពនៅកម្ពុជាហើយខ្ញុំក៏ជាអាចចាត់ទុកថាជាអ្នកឃ្លាំមើលសង្គមមួយរូបផងដែរបាទនៅក្នុងប្រទេសកម្ពុជាយើងបាទអរគុណបាទសូមអញ្ជើញបន្តបាទសូមជម្រាបសួរទស្សនិកជនទាំងអស់សូមគោរពជម្រាបសួរបងគ្មិនទាំងគ្នាជាពិសេសពិធីករទីខាងនេះសួរបងបាទជាថ្មីមកទៀតខ្ញុំសូមគោរពទ្រង់ឯកឧត្តមលោកជាលោកស្រីទាំងអស់និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសខ្ញុំបាទឧត្តមសេរីទូសែនមុនធាជាប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះនៃក្រសួងមហាផ្ទៃបាទអរគុណសូមអញ្ជើញមកបាទសូមជាបឋមសូមជម្រាបសួរដល់លោកមិនសូមជម្រាបសួរដល់បងទីកសូមជម្រាបសួរដែរដល់ទស្សនិកជនទាំងអស់ខ្ញុំសូមណែនាំខ្លួនខ្ញុំបាទឈ្មោះវរៈស្នេហ៍ឯកទូចប៉ូគីននៃការឡាយគ្រប់គ្រងអាវុធនៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃសូមអរគុណបាទអរគុណបាទ
ជំរាបជូនលោកវាគ្មិនទាំង4រូបក៏ដូចជាប្រិមិត្តអ្នកស្ដាប់អ្នកទស្សនាទាំងអស់គ្នាបានជ្រាបដែរនៅក្នុងកម្មវិធីផ្សាយរយៈពេល75នាទីថ្ងៃនេះយើងធ្វើការបែងចែកកិច្ចពិភាក្សាជា3ជំហានទី1គឺយើងនឹងឆ្លោះបញ្ចាំងទៅលើស្ថានភាពទូទៅចំពោះការអនុវត្តច្បាប់ស្តីពីការទប់ស្កាត់ការប្រើប្រាស់អាវុធនៅកម្ពុជាបាទជំហានទី2នឹងរំលេចនៅបញ្ហាប្រឈមនានាដែលកើតឡើងនៅពេលដែលមានការប្រើប្រាស់អាវុធជាផ្ទុះនៅកម្ពុជាហើយដំណាក់កាលជំហានទី3ដែលជាជំហានសំខាន់បំផុតនោះគឺយើងនឹងពិភាក្សាទៅលើជំហានដំណោះស្រាយថាតើឆ្លើយតបទៅនឹងព្រឹត្តិការណ៍សង្គមក៏ដូចជាមានការផ្ទុះអាវុធជាដើមរឿយៗនេះយើងគួរចូលរួមចំណែកជាមួយគ្នាយ៉ាងម៉េចក្នុងការដោះស្រាយទាំងសង្គមស៊ីវិលទាំងប្រជាពលរដ្ឋខ្លួនឯងក៏ដូចជាពិសេសគឺអាជ្ញាធរមានសមត្ថកិច្ចបាទយើងចូលរួមជាមួយគ្នាយ៉ាងម៉េចបាទអញ្ចឹងជំរាបជូនមួយទៀតដែរថានៅក្នុងកម្មវិធីនេះក្រៅពីមានវត្តមានវាគ្មិនទាំង4រូបនិងខ្ញុំគឺយើងបានស្រង់យកមតិប្រជាពលរដ្ឋបាននៅខាងក្រៅបាទមានយុវជនខ្លះមានមនុស្សវ័យចំណាស់ខ្លះមានប្រុសមានស្រីបាទគាត់ចាប់អារម្មណ៍ទៅលើព្រឹត្តិការណ៍ក្នុងសង្គមទាក់ទងទៅនឹងការគ្រប់គ្រងអាវុធការប្រើប្រាស់អាវុធដូច្នេះសូមអញ្ជើញលោកវិក្មិនទាំង4រូបក៏ដូចជាប្រិយមិត្តអ្នកស្ដាប់បាទស្ដាប់មតិយោបល់ប្រិយមិត្តនៅខាងក្រៅបន្តិចសិនបាទគេថាអាជ្ញាធរគាត់បានប្រឹងប្រែងទប់ស្កាត់ការប្រើអាវុធជាតិផ្ទុះគេមានច្បាប់របស់គេបើអ្នកមានអាវុធប្រើប្រាស់ត្រូវតែទៅចុះបញ្ជីអីចឹងណាច្បាប់វាមានគ្រប់គ្រងហើយប៉ុន្តែរដ្ឋាភិបាលគួរតែពង្រឹងច្បាប់ឲ្យតឹងរឹងជាងមុនឬក៏អាចជាមានវិធានការផ្សេងតាមដានឲ្យច្បាស់លាស់តាក់ទងនឹងអាវុធឃើញក្នុង Facebook ចឹងបាញ់សម្លាប់គ្នាសាហាវមិនគួរប្រើទេយើងប្រជាជនធម្មតានោះបើមានអាវុធប្រើមានតែពួកជនមិនល្អហ្នឹងហើយខ្ញុំអត់ចង់ឲ្យមានសម្លេងអាវុធផ្ទុះឯងខ្ញុំឮស្អុយខ្ញុំកៃខ្ញុំញ័រការប្រើប្រាស់អាវុធបច្ចុប្បន្នគឺថាអត់មានខាច់ច្បាប់ឬអត់ខ្លាចញើតជាមួយអាជ្ញាធរដែនដីឲ្យអ្នកមានលុយអាចទិញប្រើប្រាស់បានណាមានការភ័យខ្លាចដែរណាប៉ះពីរយើងអញ្ចឹងយើងចាស់មួយព្រួយបារម្ភអញ្ចឹងណាក៏ប៉ុន្តែការប្រើប្រាស់អាវុធវាអត់មានអត្ថប្រយោជន៍ល្អទេអញ្ចឹងលុះត្រាតែបុគ្គលណាម្នាក់គាត់ទិញពីតំបន់សម្ងាត់គេទិញអីអញ្ចឹងណាហ្នឹងហើយអញ្ចឹងទៅវាអាចគាត់យកអាហ្នឹងទៅគំរាមអ្នកដទៃអញ្ចឹងវាធ្វើឲ្យអ្នកដទៃគ្រោះថ្នាក់អញ្ចឹងនៅក្នុងប្រទេសយើងបើសិនជាវាអត់ចាំបាច់ទេគឺអត់មានន័យត្រូវការប្រើប្រាស់អាវុធទេគឺគេចរចាដោយសន្តិភាពការប្រើប្រាស់អាវុធនៅក្នុងប្រទេសកម្ពុជាអ្នកដែលមានកាតព្វកិច្ចប្រើប្រាស់របស់គាត់គឺត្រឹមត្រូវទៅតាមទូនីតិរបស់គាត់តែអ្នកមួយចំនួនដែលគាត់ប្រើប្រាស់ហ្នឹងគឺគាត់ធ្វើអីតាមចិត្តខ្លួនឯងចំពោះស្ថានភាពសន្តិសុខការប្រើប្រាស់អាវុធនៅកម្ពុជាបច្ចុប្បន្នខ្ញុំយល់ឃើញថាគឺអត់ទាន់មានការប្រសើរទេបើសិនជាគ្រប់គ្រងបានល្អប្រហែលជាអ្នកកាន់អាវុធមិនហ៊ានប្រើប្រាស់នៅអ្វីដែលជាទង្វើអាក្រក់របស់ខ្លួនទេអមមានអារម្មណ៍ថាមានការព្រួយបារម្ភច្រើនចំពោះស្ថានភាពបែបហ្នឹងនេះគឺជាហានិភ័យមួយសម្រាប់ពលរដ្ឋយើងទាំងអស់គ្នាបាទនេះគឺជាការលើកឡើងរបស់ប្រជាពលរដ្ឋមានយុវជនមានមនុស្សវ័យចំណាស់មានប្រុសមានស្រីតាក់ទងទៅនឹងការប្រើប្រាស់អាវុធនេះគាត់មើលឃើញថាពិតជាមានការបាញ់បោះមួយចំនួនហើយខ្លះក៏លើកឡើងថាប្រទេសកម្ពុជាយើងគឺមានច្បាប់ហើយគាត់ថាការអនុវត្តអាចនៅមានកង្វះខាតធ្វើឲ្យអ្នកប្រើប្រាស់នៅតែអាចរកទិញរកអីបានពីទីផ្សារងឹតឯណាមួយចឹងទៅបាទហើយមួយទៀតក៏គាត់បានលើកពីការព្រួយបារម្ភដែរថាការផ្ទុះការអីជាដើមធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តធ្វើភ័យធ្វើខ្លាចអីជាដើមបាទឥឡូវនេះយើងក៏លេខមកកិច្ចពិភាក្សាជំហានទី1និយាយអំពីការអនុវត្តច្បាប់ស្ដីពីការទប់ស្កាត់អាវុធនៅកម្ពុជាបច្ចុប្បន្នបាទឥឡូវសូមជូនសំណួរទី1ទៅលោកឧត្តមសេនីយ៍តូសែមគុន្ធាបាទប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះនៃអគ្គស្នងការឋាននគរបាលជាតិបាទតើលោកមើលឃើញការប្រើប្រាស់អាវុធជាតិផ្ទុះនៅកម្ពុជានឹងយ៉ាងម៉េចដែរបាទស្ថានភាពនេះបច្ចុប្បន្ននេះបាទសូមអញ្ជើញបាទអរគុណច្រើនបងពិកោណាបានសួរសំណួរនេះជាខ្សែសុំចិត្តបន្តិចបាទឲ្យឮសលេងច្បាស់ល្អបាទសូមទោសបាទសូមអរគុណដល់លោកពិកោដែលបានសួរនៅសំណួរនេះគឺជាសំណួរមួយដែលចាក់ដោតហើយជាពិសេសគឺសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសជាណាចក្រកម្ពុជាយើងតែងតែ